start to greeting start to greeting ចាប់ដើមធ្វើបដិសន្ធារៈចាប់ដើមរយៈទទួលចាប់ដើមអបអរណាទទួលណែនាំហេចឹង greeting បើប្រែថាការណែនាំការរយៈទទួលការធ្វើបដិសន្ធារៈដើម្បីឲ្យមកខាងទៀតយល់ឃើញថាយើងពិតជាចង់ឃើញគេចង់ឃើញការរុះរាយចង់ឃើញភាពរយៈហ្នឹងអញ្ចឹងមែនអូខេដូច្នេះយើងចាប់ដើមរយៈគ្នានៅក្នុងភាសាអង់គ្លេសការរយៈគ្នាគឺមានច្រើនប្រភេទប៉ុន្តែថ្ងៃនេះខ្ញុំលើកយកពាក្យសាមញ្ញយកមកបង្ហាញដល់អ្នកគ្នាទេតោះចាប់ដើម Hi hello Hi hello បាទសួស្តីកាលណាយើងជួបគ្នាមុនដំបូងទោះបីអ្នកអត់ស្គាល់គ្នាក៏ដោយយើងអាចនិយាយពាក្យ hello ឬ hi បានណាអញ្ចឹងពាក្យនេះវាមិនជាពាក្យផ្លូវការទេប៉ុន្តែមនុស្សទូទៅគឺនិយាយពាក្យហ្នឹងជានិច្ច hello ឬ hi ណាមួយទៀតមកគឺ good morning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  មានថាអរុណសួស្តីពាក្យនេះគឺគេនិយាយផ្លូវការជាផ្លូវការលក្ខណៈសួស្តីជួបក្នុងអង្គប្រជុំ good morning everyone Good morning ladies and gentlemen ណាយើងប្រើពាក្យ good morning អញ្ចឹងគេអត់ប្រើពាក្យ hello ទេប៉ុន្តែយើងអាចប្រើបាន hello ចង់និយាយតែគ្រាន់តែថា hello វាសាមញ្ញវាសម្រាប់ប្រើទូទៅវាមិនមែនជាផ្លូវការទេតែ good morning គឺផ្លូវការជាងជាលក្ខណៈofficial ណាអូខេមួយទៀតនេះគឺយើងនិយាយពាក្យ good afternoon good afternoon good afternoon ហ្នឹងបើថាទេវាសួស្តីនិយាយពេលថ្ងៃចាប់ពីថ្ងៃម៉ោង12ទៅនិយាយទៅរហូតដល់ម៉ោង5ហើយម៉ោង6ទៅគឺ good afternoon good afternoon ណា good afternoon ជាពាក្យផ្លូវការដែរជំនួសពាក្យ afternoon យើងនិយាយសាមញ្ញធម្មតាគឺ hello នៅតែ hello អញ្ចឹង hello និយាយគៀនណាក៏ត្រូវនិយាយពេលណាក៏ត្រូវដែរព្រោះវាសាមញ្ញវាទូទៅទាំងអស់ណាយើងអាចចែកលក្ខខណ្ឌនេះទេប៉ុន្តែ good afternoon គឺយើងចែកលក្ខខណ្ឌថានិយាយពីថ្ងៃត្រង់ដល់ពេលល្ងាចណាជាពាក្យផ្លូវការមួយទៀតមកគឺ good evening good evening good evening គឺសាយ័ន្តសួស្តីសាយ័ន្តសួស្តីនេះយើងនិយាយពេលព្រះអាទិត្យលិចពេលព្រះអាទិត្យលិចផ្លឹបគឺយើងនិយាយ good evening គឺ good evening សាយ័ន្តសួស្តីនិយាយរហូតដល់ម៉ោង12យប់ក៏បានដែរណាអត់ទៅជួបគ្នា good evening ជួបគ្នា good evening ជួបគ្នា good evening អូខេអញ្ចឹងយើងនិយាយចាប់ពីព្រះអាទិត្យលិចរហូតដល់ម៉ោង12យប់ក៏បានដែរនឹងអត់បញ្ហាទេ good evening ពេលហ្នឹងក៏ផ្លូវការដែរគេនិយាយជាផ្លូវការប៉ុន្តែបើសិនយើងអត់ចង់និយាយពាក្យ good evening ណោះឥឡូវនេះនិយាយពេលណាក៏បានដែរណាដូចខ្ញុំនិយាយដែល hello 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 អញ្ចឹងអាហ្នឹងទូទៅអញ្ចឹងមួយទៀតមក good night good night good night រីត្រេសួស្តីនិយាយពេលណាមិនមែននិយាយពេលជួបគ្នាពេលយប់ទេ good night មិនមែននិយាយពេលជួបគ្នានៅពេលយប់ទេនិយាយនៅពេលលាគ្នា good night និយាយពេលណាក៏បានឲ្យតែពេលយប់ប៉ុន្តែក្នុងលក្ខខណ្ឌលាគ្នាពេលប្រឡប់ហ្នឹងថ្ងៃលេខផ្លឹបពេលប្រឡប់បែកការងារទៅផ្ទះរៀងខ្លួន good night ណាពេលមុនចូលគេងយើង good night ឃើញទេពេលបែកពីការងារក្លឹបអីហ្នឹងដើរលេងយប់មកពីយប់ហ្នឹងក៏ good night ពេលបែកគ្នាអញ្ចឹង good night ហ្នឹងគឺជាពាក្យជូនពរទេមិនមែនជាពាក្យអីទេជាពាក្យជម្រាបលាក្នុងលក្ខខណ្ឌជូនពររីត្រេសួស្តីណារីត្រេសួស្តី good night អូខេលក្ខខណ្ឌអញ្ចឹងមួយទៀតមកគឺ goodbye 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 จะមានជម្រាបលាពាក្យផ្សំគួរដែរពាក្យផ្សំគួរកាលណានិយាយ goodbye ចាំពាក្យមិនផ្សំគួរអីគេពាក្យមិនផ្សំគួរបាត់ good នៅសា bye 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 ណាគេ bye 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 អាហ្នឹងពាក្យទូទៅពាក្យនិយាយទូទៅមិនមែនជាផ្លូវការទេពាក្យផ្លូវការគឺ goodbye goodbye អូខេនេះជាពាក្យផ្លូវការរបស់គេដូច្នេះអ្វីយើងចង់ចេះថ្ងៃនេះគឺ hello នេះនិយាយពេលណាក៏បាន good morning និយាយពេលព្រឹក good afternoon និយាយពេលរសៀល good evening និយាយពេលព្រះអាទិត្យលិចហើយ good night និយាយពេលលាគ្នាមកផ្ទះរៀងខ្លួនពេលយប់ហើយនឹង goodbye និយាយពេលលាពាក្យជាផ្លូវការ